ដើម្បីឲ្យ system របស់យើងនៅជាប់នៅក្នុងអេក្រង់ទូរស័ព្ទបងជួយមើលវីដេអូហ្នឹងឲ្យធ្វើតាមខ្ញុំជំហានដំបូងបងចូលទៅ link របស់បងមុនសិនបន្ទាប់មកបងចុចពាក្យថា copy បន្ទាប់មកនៅលើទូរស័ព្ទដៃរបស់បងរកកម្មវិធីមួយឈ្មោះថា Safari បងចុចនៅលើវាដើម្បីបើកពេលដែលបើកហើយបើមានជាប់អីនៅក្នុងអាបោកហ្នឹងបងចុចខ្វែងវាដើម្បីលុបចោលហើយនៅកន្លែងកឡោនពាក្យថា search ហ្នឹងបងយកដៃចុចវាឲ្យជាប់ដើម្បីចេញអក្សរនៅខាងលើក្បាលនោះបងចុចលើពាក្យថា path បន្ទាប់មកបងរកប៊ូតុងពណ៌ខៀវនៅខាងស្ដាំដៃក្រោមហ្នឹងបងចុចលើវាបន្ទាប់ពីបងឃើញ template របស់បងហើយបងមើលខាងក្រោមស្ដាំដៃដដែលបងឃើញចំណុច3អញ្ចឹងបងចុចលើចំណុច3ហ្នឹងមកបន្ទាប់មកទៀតបងឃើញ pop up មួយបងយកពាក្យថា share ហើយវានឹងលោតទាំងថ្មីមួយទៀតឲ្យបងជួយមើលខាងក្រោមគេហ្នឹងវាមានអក្សរថា add to home screen បងជួយចុចលើវាមួយបន្ទាប់មកទៀតវានឹងចេញទាំងថ្មីមួយទៀតឲ្យបងនៅខាងចុងស្ដាំដៃហ្នឹងបងឃើញសញ្ញាខ្វែងបងជួយចុចលើវាមួយបងបន្ទាប់មកបងជួយសរសេរពាក្យថា PRS login បងសរសេរអក្សរហ្នឹងចប់ហើយត្រូវទេបងអញ្ចឹងបងក៏លេចមើលខាងលើវាមានពាក្យថា add បងជួយចុចលើវាមកបន្ទាប់មកទៀតគឺវាបានរក្សាទុកនៅលើ screen យើងហើយ